នុញ្ញាតសូមលំអរកាយគោរពជំរាបសួរពុកម៉ែអ៊ំពូមីងបងប្អូនលោកតាលោកយាយប្រិយមិត្តចិត្តឆ្ងាយទាំងអស់គ្នាជាទីគោរពរាប់អានផងដែរបាទថ្ងៃនេះខ្ញុំនឹងនាំអ្វីជូនដល់ពុកម៉ែបងប្អូននៅសប្ដងទៀតហើយគឺជារុក្ខជាតិម្យ៉ាងដែលមានគុណតម្លៃច្រើនហើយជាពិសេសនោះយើងផ្ដោតលើឱសថខ្មែរបុរាណយើងតែម្ដងបាទដែលជាឯកសារនោះខ្ញុំបានច្រាវជ្រាវដកស្រង់ចេញពីសៀវភៅរុក្ខជាតិកម្ពុជារួមផ្សំឯកសារបរទេសមួយចំនួនផងដែរមួយទៀតដឹងតពីជីដូនជីតារបស់ខ្ញុំផ្ទាល់ទៀតមិនអោយពុកម៉ែបងប្អូនខកបំណងឡើយនៅក្នុងវីដេអូនេះពុកម៉ែបងប្អូននឹងបានដឹងអំពីទី1លក្ខណៈភិនភាគឈ្មោះរបស់រុក្ខជាតិពិតប្រាកដហើយមិនធ្វើឲ្យបងប្អូនយល់ច្រឡំនឹងរុក្ខជាតិដទៃទៀតចំណុចទី2នោះយើងនឹងបានដឹងតម្លៃផ្នែកឱសថថាតើរុក្ខជាតិនោះអាចព្យាបាលជំងឺអ្វីខ្លះហើយមានចំណុចចុងក្រោយបង្អស់គឺតាក់ទងទៅបរិមាណប្រើប្រាស់និងកម្រិតរបៀបប្រើប្រាស់ឲ្យបានជាក់លាក់ច្បាស់លាស់ជូនទៅដល់ពុកម៉ែបងប្អូនដូច្នេះដើម្បីកុំឲ្យពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរខ្ញុំបាទសូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាវីដេអូតាក់ទងនឹងដើមថ្នាំជាមួយខ្ញុំបាទទាំងអស់គ្នាបាទសូមគោរពអញ្ជើញបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នានៅនឹងដៃរបស់ខ្ញុំបាទគឺដើមម្ជុលពេជ្រណាបងប្អូនណាដើមម្ជុលពេជ្រយកមកធ្វើថ្នាំព្យាបាលជំងឺនិងព្យាបាលសម្រាប់បងប្អូនមួយចំនួនដែលត្រូវសង្ស័យថាត្រូវអំពើរបស់គេណាបងប្អូនណាទី1ជំងឺមានពឹសនៅក្នុងរាងកាយរបស់យើងទាំងមូលមិនថាសត្វតិចឬខាំទេមានពឹសអ្វីផ្សេងដែលមានពឹសនៅក្នុងខ្លួនរបស់យើងតែម្ដងទី2ត្រូវអំពើអំពត់របស់គេតែម្ដងធ្វើឲ្យយើងឈឺពិបាកនឹងទ្រាំចេះតែឈឺនេះឈឺនោះរហូតអត់ជាសោះបងប្អូនឈប់បារម្ភទៅខ្ញុំនឹងជួយបងប្អូនយើងទី3ធ្វើអំពើអំពត់ដាក់នៅក្នុងផ្ទះរបស់យើងឲ្យយើងចេះតែក្តៅក្រហាយរហូតមកមួយទៀតធ្វើឲ្យយើងរកស៊ីលក់ដូរលក់មិនដាច់រហូតបន្ទាប់មកធ្វើឲ្យយើងខ្លាចផ្ទះខ្លួនឯងមិនហ៊ាននៅផ្ទះបងប្អូនឈប់បារម្ភទៅបងប្អូនត្រូវធ្វើតាមអ្វីដែលខ្ញុំប្រាប់នឹងទៅដល់វិធីប្រើប្រាស់វិញម្ដងសូមបងប្អូនទៅរកស្លឹកម្ជុលពេជ្រឲ្យបានចំនួន16សន្លឹកស្រស់ណាបងប្អូនហើយផ្កាម្ជុលពេជ្រចំនួន3ផ្កាទី1យកស្លឹករបស់ម្ជុលពេជ្រចំនួន7សន្លឹកស្រស់ដាំជាមួយទឹកកន្លះលីត្ររំងាស់ឲ្យបាន10នាទីហូបថ្នាំវិញមួយថ្ងៃហូប3ដងព្រឹកមួយកូនកែវថ្ងៃមួយកូនកែវនិងល្ងាចមួយកូនកែវណាបងប្អូនថ្នាំដែលដាំទឹកហូបសម្រាប់ត្រូវអំពើអំពត់នៅក្នុងខ្លួនរបស់យើងទី2ធ្វើអំពើអំពត់ដាក់នៅក្នុងផ្ទះយើងមិនអោយយើងរកស៊ីបាននោះត្រូវយកស្លឹកម្ជុលពេជ្រចំនួន9សន្លឹកដាក់ចំកណ្ដាលផ្ទះរបស់យើងតែម្ដងណាបងប្អូនដាក់បាន2ទៅ3ថ្ងៃគឺលក់ដូរដាច់វិញហើយបងប្អូនណាទី3ធ្វើឲ្យយើងខ្លាចនៅក្នុងផ្ទះខ្លួនឯងត្រូវយកផ្កាម្ជុលពេជ្រចំនួន3ផ្កាបន្ទាប់មកយកទៅដាក់នៅក្នុងក្រឡជើងធូបដែលយើងតែងតែដុតធូបរាល់ថ្ងៃហ្នឹងធ្វើតាមខ្ញុំឲ្យបាន3មុខហ្នឹងប្រកាសជាសាបសូន្យអំពើអំពត់ទាំងអស់ជាពុំខានអញ្ចឹងមានប៉ុណ្ណឹងខណៈពេលនេះខ្ញុំសូមលំអរកាយគោរពលាពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាតែត្រឹមនេះចុះហើយមួយទៀតសូមទោសទុកជាមុនបើខ្ញុំនិយាយទាស់សម្ដីកាយវិការណាមិនសមរម្យសូមពុកម៉ែអ៊ំពូមីងខន្តីអភ័យទោសដល់រូបខ្ញុំបាទផងបាទសូមអរគុណនិងជម្រាបលា